តោះមិនដឹងរបៀបបើកក្បាលកម្មវិធីប្រកួតវិញម្ដងសូមគោរពស្វាគមន៍មកកាន់កម្មវិធីប្រកួតបិទការ៉ូស៊ីកាកេមូរីឆ្នាំ2026សូមគោរពអាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាខ្ញុំកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះខ្ញុំពិធីការនេះសូបិនពិតជាមានសេចក្តីសុំម្ដងរីករាយយ៉ាងក្រៃលែងដែលបានធ្វើជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដ៏មានអត្ថន័យនារសៀននេះសូមគោរពស្វាគមន៍មកកាន់កម្មវិធីប្រកួតបិទការ៉ូស៊ីកាកេមូរីឆ្នាំ2026ជាបឋមក្នុងនាមក្រុមហ៊ុនស៊ីកាកេមូរីអនុញ្ញាតនេះខ្ញុំសូមគោរពនិងស្វាគមន៍ចំកក្តៅចំពោះគណៈអធិបតីគណៈកម្មការភ្ញៀវកិត្តិយសបេក្ខជននិងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែលទទួលបានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសនិងការគាំទ្រពីភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះជាពិសេសកម្មវិធីរបស់យើងរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការរីកចម្រើននិងការអភិវឌ្ឍសហគមន៍ជាងការ៉ូនៅកម្ពុជាមុននឹងបន្តកម្មវិធីនេះខ្ញុំសូមជម្រាបជូនអំពីការណែនាំអំពីសុវត្ថិភាពដោយសារតែកម្មវិធីរបស់យើងប្រព្រឹត្តនៅទីតាំងនៅក្នុងទីតាំងផ្សារទំនើបផ្ទាល់ក្នុងករណីដែលមានអាសន្ននេះខ្ញុំសូមជម្រាបជូនភ្ញៀវកិត្តិយសមេត្តារក្សាភាពស្ងៀមស្ងាត់និងអនុវត្តតាមការណែនាំរបស់ក្រុមការងារសន្តិសុខផ្សារទំនើបនិងបុគ្គលិករបស់ក្រុមហ៊ុនស៊ីកាដើម្បីចាប់ផ្ដើមកម្មវិធីជាផ្លូវការនេះខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញអាដាមលោកជំទាវលោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់មេត្តាក្រោកឈរដើម្បីគោរពទង់ជាតិនៃប្រជាណាចក្រកម្ពុជា Your Excellency, ladies and gentlemen, please rise for the national anthem of the Kingdom of Cambodia. Thank you so much. Please be seated. ចាអង្គពិធីទី1ជាទីគោរពនេះខ្ញុំសូមអនុញ្ញាតណែនាំដោយសង្ខេបអំពីអ្នករៀបចំកម្មវិធីរបស់យើងគឺក្រុមហ៊ុន Sika Cambodia ក្រុមហ៊ុន Sika មានដើមកំណើតពីប្រទេសស្វីសដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1910ក្រុមហ៊ុនបានផលិតនិងផ្គត់ផ្គង់ផលិតផលសំណង់យ៉ាងសម្បូរបែបនិងពេញលេញសម្រាប់ការសាងសង់តាំងពីគ្រឹះក្រោមរហូតដល់ដំបូលសម្រាប់វិស័យផ្សេងៗគ្នារួមទាំងគម្រោងពាណិជ្ជកម្មនិងឧស្សាហកម្មផងដែរនៅក្នុងឆ្នាំ2002 Sika បានពង្រីកអាជីវកម្មរបស់ខ្លួនចូលមកក្នុងប្រទេសកម្ពុជាជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញតម្រូវការទីផ្សារក្នុងស្រុកព្រមទាំងពង្រឹងសមត្ថភាពនិងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជានេះខ្ញុំក៏សូមជម្រាបជូនផងដែរថាព្រឹត្តិការណ៍ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសគំនិតនិងជំរុញទឹកចិត្តដល់សហគមន៍ជាងការ៉ូកម្ពុជាតាមរយៈការផ្ដល់ជូននូវដំណោះស្រាយការប្រកួតប្រជែងគំនិតច្នៃប្រឌិតលើផលិតផលថ្មីៗនិងការចែករំលែកចំណេះដឹងដោយតែភ្ញៀវកិត្តិយសបានជ្រាបហើយថាប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងវិស័យសំណង់ជាមួយនឹងសក្តានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគតដូច្នេះហើយក្រុមហ៊ុន Sika Cambodia បានបដិញ្ញាចិត្តក្នុងការគាំទ្រដល់ជាងការ៉ូក្នុងស្រុកនិងបន្តលើកកម្ពស់ស្តង់ដារការរៀបការ៉ូនិងការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃផលិតផលសំណង់ដែលមានគុណភាពខ្ពស់ភ្ញៀវកិត្តិយសជាទីគោរពនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាតាមរយៈកម្មវិធីនៅថ្ងៃនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុន Sika Cambodia ជាមួយនឹងសហគមន៍ជាងការ៉ូនៅកម្ពុជាឲ្យកាន់តែរឹងមាំសម្រាប់ឆ្នាំជាបន្តទៀតខ្ញុំក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដៃគូសហការឧបត្ថម្ភកម្មវិធីរបស់យើងគឺក្រុមហ៊ុន Khmer Builder និងក្រុមហ៊ុន Merchant Cambodia សម្រាប់ការឧបត្ថម្ភមួយចំនួនទៅលើឧបករណ៍សម្រាប់ការប្រកួតបិទការ៉ូនៅរសៀលនេះជាពិសេសក្រុមហ៊ុន Merchant Cambodia ក៏ជាអ្នកសហការឧបត្ថម្ភសម្រាប់ឧបករណ៍នៅក្នុងការប្រកួតថ្ងៃនេះផងដែរជាថ្មីម្ដងទៀតអង្គពិធីទាំងមូលសូមផ្ដល់សម្លេងខ្លាំងៗអបអរដល់អ្នករៀបចំកម្មវិធីនិងដៃគូឧបត្ថម្ភគណៈអធិបតីជាទីគោរពអង្គពិធីទី1ជាទីមេត្រីជាបន្តនេះខ្ញុំមានកិត្តិយសសូមណែនាំនៅសមាជិកគណៈមេប្រយោគដែលជាអ្នកនឹងវិតម្លៃនិងដាក់បន្ទុកជូនទៅដល់បេក្ខជនដែលនឹងចូលរួមប្រកួតនៅពេលរសៀលនេះជាដំបូងនេះខ្ញុំសូមគោរពលោកជំទាវខ្វៃសុភិបអគ្គលេខាធិការរងនៃគណៈវិស្វករកម្ពុជាជាទីគោរព Up next, highly respect Mr. Christopher Webb, General Manager of Sika Cambodia. Highly respect
Mr. Prono Alves, Target Market Manager of Bidding Fishing Officer Asia Pacific. សូមគោរពកញ្ញាអានលក្ខណៈវិស្វករគ្រឿងបង្គុំនៃក្រុមហ៊ុន Manhattan Consultant Cambodia និងសូមគោរពលោកជួនមីសុតប្រធានគ្រប់គ្រងគម្រោងចុងពួននៃក្រុមហ៊ុន Power Cambodia ចាប់ខ្ញុំក៏យកជាទីគោរពនិងជាទីមេត្រីនេះខ្ញុំសូមអនុញ្ញាតជម្រាបជូននៅរបៀបវគ្គនៃកម្មវិធី It is my great pleasure to invite Mr. Christopher Webb, General Manager at Zika Cambodia, to deliver his welcome remark and present about Zika Cambodia. One, yes, you can hear me. Chorusua, good morning everyone.